អូខេគ្នាយើងណាខ្លះរៀន IT ឆ្នាំទី2ទី3អត់ទាន់ចេះ Phuket អញ្ចឹងបើសិនជាអត់ទាន់ចេះ Phuket ទេមកមើលវីដេអូនេះអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូមួយទាក់ទងជាមួយនឹងការ push code ចូលទៅក្នុង GitHub អូខេអញ្ចឹងដើម្បី push code ចូលទៅក្នុង GitHub បានយើងត្រូវបង្កើត project មួយឥឡូវខ្ញុំដាក់ project តែ HTML ចុះ HTML មួយទៅអូខេបន្តមកខ្ញុំដាក់ h1 មួយថា hello world អញ្ចឹងចុះអូខេអញ្ចឹងខ្ញុំបាន project មួយហើយអញ្ចឹងដើម្បី push code ចូលទៅក្នុង GitHub បានយើងត្រូវមាន repository យើងត្រូវបង្កើត repository មួយមកចូល new មកយើងបង្កើត repository ឥឡូវយើងដាក់ឈ្មោះ repo របស់យើងដាក់ថា test ចុះអូខេហើយបន្ទាប់មកយើងវាមាន public ឬក៏ private អញ្ចឹងយើងអាចរើសបានពីរហ្នឹងខ្ញុំដាក់ public ទៅអូខេតោះមកយើង create repo មកអូខេអញ្ចឹងយើងបាន repository មួយហើយអញ្ចឹងដើម្បីនេះបានយើងត្រូវ copy remote របស់វាដើម្បីទៅ add remote នៅក្នុង project របស់យើងអូខេអញ្ចឹងយើងទៅបើក project បើក terminal project របស់យើងទៅអូខេបន្ទាប់មកយើងត្រូវ initialize នៅ project របស់យើងសិនអញ្ចឹង git init យើងវាយ git init ទៅយើងអូខេបន្ទាប់មកយើងត្រូវ git add ដើម្បី add project របស់យើងអូខេ git add បន្ទាប់មកយើង git commit គឺយើងនៅ commit code ហើយយើងដាក់ message អីក៏បានដែរអាហ្នឹង commit ដល់ om ហើយ message យើងដាក់ init project ចឹងចុះអូខេបន្ទាប់មកយើងត្រូវ add នៅ remote របស់យើងដែលយើងបាន copy មកហ្នឹងអូខេយើងផាសចូលទៅហើយយើង enter ទៅហើយបន្ទាប់មកនៅពេលដែលយើង add remote ហើយយើងត្រូវបង្កើត branch មួយដែលខ្ញុំដាក់ git branch ដល់ om នៅ om ធំតមកយើងដាក់ main ទៅយើងបង្កើត branch មួយឈ្មោះថា branch main អូខេបន្ទាប់មកយើង push code យើងចូលទៅក្នុង branch main អញ្ចឹង git push origin main អូខេអញ្ចឹងនៅពេលដែលយើង push ហើយយើង refresh មកយើងឃើញថានេះ code របស់យើងមកហើយអញ្ចឹងវាមកហើយវា branch ស្ថិតនៅក្នុង branch main អូខេអញ្ចឹងដើម្បី check យើងចង់បង្កើត branch ថ្មីទៀតយើង git check out .b ទៅហើយយើងដាក់ឈ្មោះថាចន្ទថាចុះអូខេហើយបន្ទាប់មកគឺយើងបាន branch ចន្ទថាប៉ុន្តែនៅក្នុងGitHub គឺវាអត់មានទេអូខេវានៅតែ branch main ប៉ុន្តែដើម្បីឲ្យមានយើងត្រូវ push code របស់យើងទៅកាន់ GitHub អូខេអញ្ចឹង git push origin ចន្ទថាអញ្ចឹងទៅអូខេអញ្ចឹងយើង push code ទៅកាន់ branch ចន្ទថាទៅក្នុង GitHub អូខេអញ្ចឹងយើង refresh ទៅឃើញថា branch របស់យើងគឺមកហើយអញ្ចឹងយើងចង់កែ code ទីមួយនៅក្នុង branch ចន្ទថាអូខេអញ្ចឹងឧទាហរណ៍ខ្ញុំចង់កែដាក់ថា p tag មួយចុះហើយខ្ញុំដាក់ថា this paragraph នេះទៅអូខេបន្ទាប់មកខ្ញុំចង់ check មើលថាខ្ញុំបានកែ code គេខ្លះយើងដាក់ git status អូខេអញ្ចឹងយើងឃើញថា modify file test.html អញ្ចឹងចុះអញ្ចឹងយើង git add វាទៅហើយយើង commit project ហ្នឹង commit អ្វីដែលយើងបានកែមិញហ្នឹងទៅដាក់ថា update test.html ចុះអូខេអញ្ចឹងតមកខ្ញុំ commit ហើយខ្ញុំ push វាទៅ push ទៅកាន់ origin ចន្ទថាអូខេអញ្ចឹងយើង refresh មកយើងឃើញថាយើងចូលទៅកាន់ branch ចន្ទថាហើយយើងចូលទៅកាន់ file test.html ហ្នឹងទៅយើងឃើញថាយើងបានកែអូខេអញ្ចឹងយើងទៅចូលទៅ branch main វិញថាតើវាបានកែដែរអត់យើងចូលទៅ test.html មកឃើញថា branch main គឺអត់បានកែទេដោយសារតែមិញហ្នឹងយើងកែទៅលើ branch ចន្ទថាអញ្ចឹងយើងដើម្បីឲ្យ branch main វាកែដែរយើងត្រូវតែ merge វា merge ពីចន្ទថាចូលទៅក្នុង branch main អញ្ចឹងយើង check out ទៅ main ទៅអូខេបន្ទាប់មកយើង check មើលថានេះយើងនៅទៅលើ branch main អូខេអញ្ចឹងយើង merge ពីចន្ទថាចូល main មកអូខេបន្ទាប់មកយើង merge ហើយយើងធ្វើការ push អូខេខ្ញុំ push origin main អូខេនៅពេលដែល push ហើយយើងទៅ check មើលថាតើវា update ទេ
refresh មកនេះឃើញតែ code គឺបាន update មកអូខេអញ្ចឹងវីដេអូមានតែប៉ុណ្ណឹងបាយ